ការមានផ្ទៃពោះដំបងនៅអាយុច្រើនបើយោងទៅតាមឯកសារជាច្រើនបង្ហាញថាស្ត្រីដែលត្រូវបានចាត់ទុកថាមានផ្ទៃពោះដំបងនៅអាយុច្រើនគឺគិតចាប់ពីអាយុ35ឆ្នាំឡើងទៅបញ្ហាប្រឈមការមានកូនដំបូងនៅអាយុច្រើនអាចបង្កការប្រឈមដូចជាចំពោះស្ត្រីខ្លួនឯងផ្ទាល់គឺថយលទ្ធភាពបង្កកំណើតគឺកាលណាស្ត្រីមានអាយុច្រើននោះលទ្ធភាពនៃការមានគភ៌ត្រូវបានថយចុះទៅតាមអាយុមានន័យថាពិបាកក្នុងការមានផ្ទៃពោះមានជំងឺលើសសម្ពាធឈាមហើយនិងជំងឺទឹកនោមផ្អែមគឺជំងឺទាំងពីរប្រភេទនេះត្រូវបានរកឃើញថាកើតមានញឹកញាប់ចំពោះស្ត្រីមានផ្ទៃពោះដំបូងនៅអាយុច្រើនជំងឺនេះច្រើនត្រូវបានសង្កេតឃើញដំបូងមានភាពស្ងៀមស្ងាត់ពេលស្ត្រីមិនទាន់មានផ្ទៃពោះតែវានឹងអាចកើតមាននៅពេលស្ត្រីចាប់ផ្ដើមមានផ្ទៃពោះម្យ៉ាងទៀតជាមួយអាយុកាន់តែច្រើនស្ត្រីក៏អាចនឹងមានជំងឺប្រចាំកាយផ្សេងៗរួមទាំងជំងឺលើសសម្ពាធឈាមឬទឹកនោមផ្អែមតាំងពីមុនពេលគាត់មានផ្ទៃពោះផងដែរដែលទាំងនេះរឹតតែបង្កហានិភ័យខ្ពស់ពេលមានផ្ទៃពោះជំងឺលើសរីរាង្គបន្តពូជគឺស្ត្រីមានផ្ទៃពោះនៅអាយុច្រើនអាចប្រឈមជាមួយនឹងជំងឺដែលកើតនៅលើសរីរាង្គបន្តពូជមួយចំនួនដូចជាដុំស្បូនឬដុំដីស្បូនជាដើមចំណែកចំពោះទារកនៅក្នុងផ្ទៃវិញគឺមានបញ្ហាប្រឈមដូចជាការថយចុះលទ្ធភាពនៅក្នុងការមានផ្ទៃពោះមានន័យថាក្រពេញដីស្បូនធ្វើការមិនបានល្អជាហេតុធ្វើឲ្យការផលិតមេជីវិតមកក៏មិនបានល្អសម្រាប់ធ្វើការបង្កកំណើតដែរនៅពេលការបង្កកំណើតមិនល្អធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនល្អដែលទាំងនេះអាចឈានទៅដល់ការរលូតកូនករណីដែលកូនមិនរលូតតែទារកនៅតែប្រឈមជាមួយនឹងកត្តាមិនប្រក្រតីទៅលើក្រូម៉ូសូមទ្រីសូមីដែលមានអត្រាកើនឡើងជាមួយនឹងអាយុគឺអាចមាន1/111ចំពោះស្ត្រីមានផ្ទៃពោះចាប់ពីអាយុ35ឆ្នាំឡើងទៅតែអាចមានត្រឹមតែ1/1500តែប៉ុណ្ណោះចំពោះស្ត្រីមានផ្ទៃពោះនៅអាយុតិចជាង35ឆ្នាំបញ្ហាក្នុងពេលសម្រាលគឺអត្រានៃការវះកាត់នៅក្នុងពេលសម្រាលអាចកាត់ឡើងរហូតដល់46%ប្រសិនបើគាត់មានផ្ទៃពោះនៅអាយុច្រើនផ្ទុយមកវិញការសម្រាលតាមបែបធម្មជាតិមានត្រឹមតែ53%ទៅ54%ប៉ុណ្ណោះចំពោះការសម្រាលតាមបែបធម្មជាតិនេះផងដែរស្ត្រីអាចនឹងប្រឈមខ្ពស់ជាមួយនឹងការធ្លាក់ឈាមច្រើនរួមនឹងរយៈពេលនៃការឈឺពោះសម្រាលយូរជាងធម្មតាក្រោយការសម្រាលបន្ទាប់ពីសម្រាលបានជោគជ័យស្ត្រីនៅតែអាចនឹងត្រូវបន្តការព្យាបាលជំងឺដែលកើតមាននៅក្នុងអំឡុងពេលមានផ្ទៃពោះផងដែរការតាមដានសុខភាពការពិនិត្យនិងតាមដានអំឡុងពេលមានផ្ទៃពោះចំពោះស្ត្រីដែលមានផ្ទៃពោះដំបូងនៅអាយុច្រើនមិនមានអ្វីដែលខុសប្លែកពីស្ត្រីទូទៅទេដោយក្នុងនោះរួមមានការពិនិត្យអេកូពោះ3ដងនិងតាមដានផ្ទៃពោះរៀងរាល់1ខែម្ដងដូចគ្នាផងដែរចំពោះពេលសម្រាលនិងក្រោយពេលសម្រាលដែលស្ត្រីនឹងត្រូវតែបន្តតាមដានសុខភាពជាមួយគ្រូពេទ្យជំនាញទៅតាមការណែនាំគួរកត់សម្គាល់ថានៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួនការពិនិត្យនៅក្នុងអំឡុងពេលមានផ្ទៃពោះក៏រួមបញ្ចូលការធ្វើតេស្តរោគក្រូម៉ូសូមមិនប្រក្រតីតាមរយៈការវិភាគនិងការតាមដានទាក់ទងនឹងជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះតាមរយៈ systematic test ផងដែរការត្រៀមខ្លួនចំពោះការមានផ្ទៃពោះដំបូងនៅអាយុច្រើនការត្រៀមខ្លួនជាមុនសម្រាប់ការមានផ្ទៃពោះដំបូងចំពោះស្ត្រីដែលមានអាយុច្រើនគឺពិតជាចាំបាច់ពីព្រោះជាទូទៅជាមួយនឹងអាយុកាន់តែច្រើនស្ត្រីភាគច្រើនអាចនឹងកំពុងរងគ្រោះដោយសារជំងឺប្រចាំកាយណាមួយរួចទៅហើយដូចនេះមុនពេលមានផ្ទៃពោះត្រូវតែទៅជួបជាមួយនឹងគ្រូពេទ្យឯកទេសដើម្បីពិនិត្យនិងប្រាកដថារាងកាយអាចទទួលយកការមានផ្ទៃពោះបានគុណសម្បត្តិខ្លះៗនៃការមានផ្ទៃពោះដំបូងនៅអាយុច្រើន
ការមានផ្ទៃពោះនៅអាយុច្រើនក៏អាចចាត់ទុកថាមានគុណសម្បត្តិផងដែរដោយសារនៅអាយុនេះស្ត្រីអាចមានភាពគ្រប់គ្រាន់ទាំងចំណេះដឹងការងារនិងសមត្ថភាពរាងកាយពេញលេញដែលធ្វើឲ្យការមានផ្ទៃពោះរបស់គាត់ក្លាយជារឿងសំខាន់មួយនិងមានតម្លៃមិនតែប៉ុណ្ណោះម្ដាយដែលមានអាយុច្រើនអាចចាស់ទុំបន្តិចប្រាកដប្រជាព្រមទាំងឆ្លងកាត់ការពិចារណាបានត្រឹមត្រូវហើយត្រៀមខ្លួនជានិច្ចចំពោះបញ្ហាប្រឈមដែលនឹងកើតមានក្នុងពេលខាងមុខអត្ថបទនេះបកស្រាយដោយវេជ្ជបណ្ឌិត ហ៊ូត សេង